សួស្តីទាំងអស់គ្នានេះគឺជាវីដេអូអប់រំដែលបង្ហាញអំពីការសរសេរកូដដើម្បីបង្ហាត់ model OCR សម្រាប់ធ្វើការស្គាល់អក្សរចេញពីរូបភាពនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ Transformer Architecture សម្រាប់ model ភាសាដែលយើងមាន GPT-2 like language model ដែលជាវីដេអូមួយដែលខ្ញុំបានបង្ហាញអំពីការបង្កើត model ភាសាសម្រាប់ធ្វើ text generation មាន model សម្រាប់ធ្វើការស្គាល់សំឡេង speech recognition ដែលវាមានទម្រង់ជា whisper model ដែលមានន័យថាគឺយើងប្រើប្រាស់ model មួយដែលមាន encoder និង decoder ហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រើប្រាស់ transformer សម្រាប់បង្កើតជា OCR model ដែលមានន័យថាគឺជា AI មួយប្រភេទដែលយើងផ្ដល់ជារូបភាពមានអក្សរនៅក្នុងហ្នឹងហើយយើងឲ្យ AI មួយប្រភេទនេះបញ្ចេញជាអក្សរដែលមាននៅក្នុងរូបភាពនៅក្នុងវីដេអូនេះគឺខ្ញុំនឹងអភិវឌ្ឍ model នេះដែលមាន text decoder ដែលខ្ញុំនឹងសរសេរ from scratch ចំណែកឯ image encoder គឺយើងនឹងប្រើប្រាស់ vision transformer ដែលគេបានសរសេរឲ្យស្រាប់នៅក្នុង PyTorch នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្កើតជា tokenizer ដែលមានលក្ខណៈងាយៗដើម្បីអាចឲ្យយើងប្រើប្រាស់សម្រាប់ធ្វើការបង្ហាត់ AI របស់យើងតោះអញ្ចឹងយើងអាចចាប់ផ្ដើមបានអញ្ចឹងសម្រាប់ AI មួយប្រភេទនៅក្នុងវីដេអូនេះគឺជាអ្វីដែលខ្ញុំបានទាញ inspiration ចេញអំពី paper មួយនេះដែលមានឈ្មោះថា Syntax Recognition with Permuted Autoregressive Sequence Models ក្នុង paper នេះគឺអ្នកនិពន្ធបានបង្កើតជា model AI មួយប្រភេទដែលគាត់ឲ្យឈ្មោះថា Parsec ដែល Parsec គឺមកពីអក្សរខាងលើនេះគឺ Permuted Autoregressive Sequence Models អញ្ចឹង model របស់គាត់នេះគឺមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនដែលវាអាចទៅដល់ state of the art នៅឆ្នាំ2022ដែល state of the art នេះមានន័យថាគឺយើងevaluate Parsec ដោយប្រើប្រាស់ទិន្នន័យដែលគេចាត់ទុកថាជា benchmark សម្រាប់text recognition task model Parsec គឺជា model មួយដែលមានគុណភាពខ្ពស់ហើយមិនតែប៉ុណ្ណោះវាមានទំហំតូចដែលមានន័យថាយើងអាចប្រើប្រាស់ model ប្រភេទនេះនៅលើ edge device បាន model ដែលខ្ញុំនឹងសរសេរ from scratch នៅក្នុងវីដេអូនេះមានលក្ខណៈខុសគ្នាបន្តិចអំពី Parsec ពីព្រោះថា Parsec គឺគាត់ប្រើប្រាស់ text decoder ដែលមានលក្ខណៈរាងសាំញ៉ាំបន្តិចក្នុងការសរសេរកូដប៉ុន្តែយើងអាចសរសេរអ្វីដែលងាយស្រួលជាងនឹងដោយសារតែក្នុងវីដេអូនេះគឺខ្ញុំនឹងប្រើប្រាស់ pre-trained weight របស់ Parsec សម្រាប់ image encoder ជាងខ្ញុំសូមរំលឹកបន្តិចដែរថានៅបើសិនជាអ្នកទាំងអស់គ្នាបានមើលវីដេអូរបស់ខ្ញុំទាក់ទងជាមួយនឹង speech recognition model គឺ whisper model មានពីរផ្នែកទី1គឺ audio encoder និងផ្នែកទី2គឺ text decoder ដែល audio encoder មានតួនាទីសម្រាប់ទាញយក feature ចេញពី audio ចំណែកឯ text decoder គឺមានតួនាទីសម្រាប់បញ្ចេញអក្សរនិងធ្វើការ align អក្សរដែលខ្លួនឯងបញ្ចេញជាមួយនឹង audio feature Parsec គឺមានទម្រង់ដូចគ្នាដែរគឺយើងមានពីរផ្នែកទី1គឺ image encoder និងផ្នែកទី2គឺ text decoder ដែល image encoder មានតួនាទីសម្រាប់ទាញយក feature ចេញពី image ចេញពីរូបភាពចំណែកឯ text decoder មានតួនាទីបញ្ចេញជាអក្សរជាងគឺ character level បញ្ចេញជាអក្សរហើយធ្វើ alignment អក្សរជាមួយនឹង feature ដែលទាញបានពីរូបភាពចំណុចពិសេសរបស់ Parsec គឺគាត់ design Parsec model ឲ្យវាមានទំហំតូចដែលក្នុងនេះគឺដើម្បីឲ្យទទួលបានទំហំតូចគឺគាត់បង្កើនlayer របស់ image encoder ហើយបន្ថយ layer របស់ text decoder layer ត្រង់នេះគឺខ្ញុំចង់សំដៅទៅលើ attention mechanism អញ្ចឹងគឺគាត់បន្ថយ multi head attention របស់ text decoder ហើយគាត់បង្កើន multi head attention layer របស់ image encoderបើយើងនិយាយជាតួលេខគឺ image encoder មាន12 layer ចំណែកឯ text decoder គឺមានតែ1 layer ទេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រើប្រាស់ pre-trained weight
image របស់ image encoder នៃ Parsec ចឹងមានន័យថាមួយផ្នែកធំនៃអ្វីដែលខ្ញុំនឹង build គឺបាន train ហើយស្រាប់ខ្ញុំបន្ថែមតែខ្ញុំ train បង្ហាត់ឡើងវិញតែ text decoder ទេគឺយើងបង្ហាត់ from scratch ដើម្បីឲ្យវាអាចប្រើប្រាស់បានសម្រាប់អក្សរខ្មែរអញ្ចឹងចំពោះ architecture របស់model ដែលខ្ញុំនឹងសរសេរគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងរូបទី7របស់ paper attention is all you need អញ្ចឹងបើយើងមើលទៅស្វែងរករូបទី7បាទគឺរូបមួយនេះរូបទី7គឺ visual lingual decoder ដែលនៅក្នុងនេះអ្នកទាំងអស់អ្វីដែលអ្នកទាំងអស់គ្នាឃើញគឺរូបនេះគឺជារបស់ Parsec អញ្ចឹងគឺគាត់មាន position queries គាត់ចូល multi head attention នៅក្នុងដើម្បីធ្វើ multi head គាត់ធ្វើ normalize ហើយគាត់ធ្វើ multi head គាត់មកធ្វើ residual connection បន្តមកទៀតគឺយើងដូចយើងធ្លាប់ឃើញក្នុង Whisper គឺគាត់មានបែកមួយសម្រាប់ធ្វើ residual connection ហើយនឹងមួយទៀតគឺចូលមក normalization ហើយធ្វើ multi head attention ជាមួយនឹង image feature ហើយនឹងចុងក្រោយទើបយើងធ្វើ normalization និង feed forward neural network multi perceptron ហើយយើងបញ្ចេញជា output អញ្ចឹងគឺយើងនឹងសរសេរdecoder មួយនេះ from scratch នៅកន្លែងនេះចំណែកឯ image encoder គឺយើងនឹង load pre-train weight របស់ Parsec ហើយខ្ញុំសូមបើកវងកញ្ចក់ដែរចំពោះ Parsec អ្វីដែលគាត់ធ្វើគឺគាត់ប្រើប្រាស់ vision transformer ដែល implement ហើយស្រាប់នៅក្នុង PyTorch ដូចនេះយើងអាចធ្វើដូចគាត់ដែរគឺយើងគ្រាន់តែប្រើប្រាស់ vision transformer ដែល implement ហើយស្រាប់នៅក្នុង PyTorch ហើយយើង load pre-train weight មកប្រើគឺជាការស្រេចអញ្ចឹងអ្វីដែលសំខាន់គឺ text decoder នៅក្នុងវីដេអូនេះហើយនឹង tokenizer ដែលខ្ញុំនឹងធ្វើវាសម្រាប់មានតួនាទីកែប្រែអក្សរទៅជាលេខហើយនឹងពីលេខមកអក្សរវិញអូខេអញ្ចឹងខ្ញុំបានត្រៀមGoogle Colab នៅក្នុងវីដេអូសម្រាប់វីដេអូនេះហើយខ្ញុំនឹងដាក់វានៅក្នុង video description អ្នកទាំងអស់គ្នាអាចទាញយកទៅប្រើប្រាស់បានអញ្ចឹងទាំងអស់គ្នាអាចចាប់ផ្ដើមដំបូងដោយ connect ទៅកាន់ GPU ដែលបើសិនជាអ្នកទាំងអស់គ្នាមានពេលច្រើនអញ្ចឹងអាចប្រើ CPU ក៏បានដែរនៅក្នុងវីដេអូនេះដោយសារតែដូចខ្ញុំនិយាយអញ្ចឹង Parsec គឺវាមានលក្ខណៈពិសេសមួយគឺវាមានទំហំតូចអញ្ចឹងយើងអាច run ដោយប្រើប្រាស់ CPU ក៏បានដែរប្រហែលជាចំណាយពេលត្រឹមតែ10នាទីគឺអាច run Colab នេះបានទាំងអស់ហើយអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រើប្រាស់ GPU ដើម្បីឲ្យវាលឿនអញ្ចឹងយើងចាប់ផ្ដើមដោយ install dependency គឺ evaluate និង keyword ខ្ញុំមិនដឹងថាពាក្យពេញអីគេទេសម្រាប់ធ្វើ evaluation នៅចុងក្រោយបន្តមកទៀតយើងចាប់ផ្ដើមដោយធ្វើ data preparation គឺយើងនឹងរៀប data សម្រាប់បង្ហាត់ model របស់យើងដែលយើងដឹងថាទិន្នន័យសម្រាប់ធ្វើការបង្ហាត់ OCR model គឺយើងមានរូបភាពនិងអក្សរអញ្ចឹងយើងមានរូបភាពដែលមានតែអក្សរទេរូបភាពហ្នឹងគឺមានតែយើង crop ជុំវិញតែអក្សរទេហើយយើងបោះរូបភាពដែល crop ហ្នឹងទៅឲ្យ AI ហើយ AI ត្រូវបញ្ចេញអក្សរដែលត្រូវគ្នាជាមួយនឹងរូបភាពអញ្ចឹងសម្រាប់ data set ដែលគេត្រៀមហើយគឺមានតែរូបភាពហើយនិងអក្សរហើយអ្វីដែលយើងត្រូវធ្វើគឺ convert អក្សរទៅជា token ID ដើម្បីអាចឲ្យ AI យើងរៀនបានព្រោះ AI ស្គាល់តែលេខទេអត់ស្គាល់អក្សរទេហើយនៅក្នុងវីដេអូនេះគឺដោយសារតែខ្ញុំប្រើប្រាស់ទិន្នន័យដែលរូបភាពមានទម្រង់ជា pill image អញ្ចឹងខ្ញុំត្រូវការ prepare data set ដែល convert វាទៅជា torch tensor វិញអូខេអញ្ចឹងខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះសម្រាប់អ្វីដែលយើងធ្វើគឺយើងត្រូវការ torch vision data loader ហើយនឹង NN សម្រាប់អភិវឌ្ឍ model របស់យើងក្នុងវីដេអូនេះខ្ញុំប្រើប្រាស់ទិន្នន័យរបស់ខ្ញុំដែលវា public ទេអ្នកទាំងអស់គ្នាអាចទាញយកបានហើយទិន្នន័យនេះគឺខ្ញុំដកស្រង់ចេញពីទិន្នន័យរបស់លោកយ៉ាត់ចៀងហៃដែរដែលគាត់មានរហូតដល់ទៅ100,000រូបភាពខ្ញុំ filter យកតែរូបភាពណាដែលមានទម្រង់រាងតូចទេដើម្បីសម្រាប់ធ្វើការបង្ហាញក្នុងវីដេអូនេះនៅពេលដែលអ្នកទាំងអស់គ្នាយកទៅធ្វើ project ផ្ទាល់ខ្លួនអាច
ទាញយកតន្ន័យដើមរបស់លោកយ៉ាត់សៀងហៃគឺ Hanuman 100k ចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់តន្ន័យធំរបស់គាត់នេះបានហើយនឹងមានខ្ញុំជឿថាមានតន្ន័យផ្សេងទៀតដែលមាននៅក្នុងអ៊ីនធឺណិតចឹងទាំងអស់គ្នាអាចប្រើប្រាស់បានអូខេសម្រាប់តន្ន័យដែលខ្ញុំបានរៀបចំនេះគឺយើងមាន3374តន្ន័យខ្ញុំអាចសាកមើលបានឧទាហរណ៍ដូចក្នុងនេះគឺសម្រាប់តន្ន័យទី600គឺយើងមានរូបភាពរឿង AV មានថ្មីកដោនេះហើយ label គឺអក្សរ text គឺរឿង adventure របស់ហើយក្នុងនេះខ្ញុំដាក់601 camera អូខេចឹងដូចអ្នកទាំងអស់គ្នាឃើញតន្ន័យនឹងមានអក្សរខ្មែរផងមានអក្សរអង់គ្លេសផងចឹងខ្ញុំនឹងរៀបចំ tokenizer ដែលអាច tokenize អក្សរខ្មែរនិងអក្សរអង់គ្លេសចំពោះការរៀបចំនេះអត់មានអីពិបាកទេយើងគ្រាន់តែរៀបអក្សរទាំងអស់ជាទម្រង់ string ទៅហើយយើង convert វាឲ្យទៅជា list ទៅបន្តមកទៀតគឺយើង assign អក្សរទី1លេខ1អក្សរទី2លេខ2អក្សរទី3លេខ3តាមលំដាប់ចឹងរហូតទៅយើងបានពេលយើងចង់បដូរអក្សរទៅជាលេខគឺយើងរកមើលថាតើអក្សរហ្នឹងលេខត្រូវជាលេខរៀងទីប៉ុន្មានហើយបើប្រសិនបើយើងមានលេខរៀងយើងគ្រាន់តែតើលេខរៀងហ្នឹងត្រូវជាមួយនឹងអក្សរណាអញ្ចឹងយើងគ្រាន់តែបដូរអញ្ចឹងទៅមកអញ្ចឹងទេអត់មានអីពិបាកទេយើងសេ Python ងាយបានអ្វីដែលយើងត្រូវការគិតបន្ថែមគឺ special token ដោយសារតែយើងនៅបង្ហាត់ AI យើងត្រូវប្រាប់ថាតើមុននឹងចាប់ផ្ដើមមានអក្សរត្រូវមាន token អីគេជាងគេហៅថា begin of sequence គឺ BOS token ហើយនឹងពេលដែលមើលអក្សរអស់គួរតែមាន token អីគេអញ្ចឹងគឺ end of sequence គឺ EOS ក្រៅពីហ្នឹងខ្ញុំមានបន្ថែម path token ហើយនឹង unknown token ទៀតប៉ុន្តែ unknown អត់ចាំបាច់ទេអ្នកទាំងអស់គ្នាមិនបាច់សរសេរក៏បានដែរប៉ុន្តែខ្ញុំដាក់ចោលអញ្ចឹងណាក៏លោយើងត្រូវការប្រើក្នុង project អីផ្សេងបន្ទាប់ពីយើងបង្កើតជាបណ្ដុំអក្សរ vocabulary ក្នុងនេះគឺខ្ញុំមាន vocab ដំបូងខ្ញុំមកបានបញ្យល់ចឹង line by line គឺខ្ញុំបង្កើត vocab ហ្នឹងគឺធាតុទី1គឺ special token BOS បន្តមកទៀតគឺអក្សរទាំងអស់ហើយបានចុងក្រោយ special token EOS path ហើយនឹង unknown សម្រាប់ Parsec model គាត់បានបញ្ជាក់ថា order នៅក្នុងការរៀបចំ tokenizer របស់យើងគឺរៀបចំ vocab ហ្នឹងគឺវាសំខាន់ហើយគាត់បានបញ្ជាក់ថា BOS ត្រូវតែនៅទី1លេខ0គឺ BOS ហើយនឹង EOS ត្រូវនៅចុងក្រោយ EOS ហើយ path ហើយនឹង unknown គឺនៅចុងក្រោយគេបងអស់អូខេហើយចំពោះកន្លែងនេះ string to in នេះគឺដូចខ្ញុំនិយាយអញ្ចឹងពីអក្សរមកលេខអញ្ចឹងយើងអត់មានអីពិបាកទេយើងសរសេរ Python យើងដឹងហើយខ្ញុំបង្កើតវាជាទម្រង់ dictionary ចំណែក int to str គឺយើងបដូរពីលេខរៀងមកអក្សរវិញបន្តមកទៀតខ្ញុំគ្រាន់តែ save ទុកspecial token ID ហើយខ្ញុំអាចទាញមកប្រើបាននៅខាងក្រោមអញ្ចឹងសម្រាប់ tokenizer យើងត្រូវការមួយ implement function មួយទៀតគឺunderscore length ដើម្បីដឹងថាតើនៅក្នុង tokenizer យើងឬក៏នៅក្នុង vocabulary របស់ tokenizer មានប្រមាណអក្សរមានប្រមាណ token អញ្ចឹងអានឹងអត់មានអីពិបាកទេយើងប្រើ len self.vocab ទៅដោយសារតែ self.vocab របស់ខ្ញុំគឺជា tuple ហើយនឹងមាន function បន្ទាប់បន្សំមួយចំនួនដូចជាពីរបន្ទាត់នេះគឺសម្រាប់បដូរពីអក្សរមកលេខនិងពីលេខមកអក្សរនៅខាងក្រោមតែនឹងបន្ទាប់បន្សំទេ function ពីរសំខាន់របស់ tokenizer យើងគឺ encode ដែលយើងបដូរអត្ថបទមួយមកជាអក្សរហើយនឹង decode ដែលយើងបដូរពី sequence of integer មកជាអត្ថបទជា text ចំណុចបន្ថែមសំខាន់គឺសម្រាប់ encode ខ្ញុំដាក់ថា add ខ្ញុំមាន flag មួយសម្រាប់ add special token ឬក៏អត់ add special token កន្លែងនេះគឺគ្រាន់តែចង់បន្ថែម BOS និង EOS
បើវា true យើងបន្ថែម BOS និង EOS បើវា false យើងអត់បន្ថែមទេគឺយើងយកអត្ថបទមកគឺយើងបញ្ចេញទៅវិញគឺជា list នៃ integer ដែល integer គឺត្រូវគ្នាជាមួយនឹងអក្សរមួយនៅក្នុងអត្ថបទសម្រាប់ decode គឺយើងនឹងយក list of integer មកបង្កើតជាអក្សរវិញមកបង្កែប្រែវាជាអក្សរវិញដែលយើងមិនគិតអំពី special token ទេអញ្ចឹងtokenizer យើងមានប៉ុណ្ណឹងដើម្បីបង្កើត tokenizer បានយើងត្រូវការ charset អញ្ចឹងដោយសារតែតន្ន័យយើងមានអក្សរអង់គ្លេសផងនិងអក្សរខ្មែរផងខ្ញុំបាន prepare នៅកន្លែងនេះអញ្ចឹងសម្រាប់ KH char គឺជាអក្សរខ្មែរទាំងអស់អញ្ចឹងមានលេខមានស្រៈពេញតួអីហ្នឹងហើយចំពោះ N char គឺជាអក្សរអង់គ្លេសទាំងអស់ហើយនឹងមានអភ័ន្តរសញ្ញាដែលទាក់ទងជាមួយនឹងអក្សរអង់គ្លេសអញ្ចឹងយើងយកពីរហ្នឹងមក combine ចូលគ្នាទៅហើយចំពោះ order ដោយសារតែខ្ញុំ load pre-train weight របស់ image encoder នៃ parsec ត្រូវបានបង្ហាត់ដោយប្រើប្រាស់ tokenizer ដែលមានលេខហ្នឹងគឺសម្រាប់អក្សរលេខ0អង់គ្លេសអក្សរ0អង់គ្លេសអក្សរលេខ0គឺត្រូវគ្នាជាមួយនឹង token ID លេខ0អានោះ parsec អញ្ចឹងដើម្បីរក្សាតម្រងហ្នឹងខ្ញុំនឹងដាក់អក្សរអង់គ្លេសមុនហើយអក្សរខ្មែរតាមក្រោយខ្ញុំចង់និយាយថា tokenizer ដែលខ្ញុំបង្កើតនេះបើសិនជាយើងឧទាហរណ៍ណាឥឡូវបើយើងខ្ញុំដាក់អក្សរអង់គ្លេសមុនមានន័យថានៅពេលដែលខ្ញុំហៅ tokenizer encode លេខ0គឺវានឹង return list of integer ដែលមានលេខ1នេះហេតុអីមកលេខ1ដោយសារតែ BOS នៅលេខ0ណា BOS token នៅលេខ0អញ្ចឹងចំពោះលេខ0អក្សរអង់គ្លេសគឺនៅលេខ1អញ្ចឹងវាដូចទៅនឹងអ្វីដែល parsec ក៏បានធ្វើសម្រាប់អក្សរអង់គ្លេសហើយយើងបន្ថែមអក្សរខ្មែរគឺបន្ថែមនៅពីក្រោយវិញប៉ុន្តែអត់អីទេដាក់អក្សរខ្មែរមុនក៏បានអក្សរអង់គ្លេសមុនក៏បានចឹងនេះខ្ញុំធ្វើតេស្ត tokenizer របស់ខ្ញុំចឹងមានដូចជាការខ្ញុំយកអត្ថបទមួយមកខ្ញុំចង់ដឹង tokenizer យើងធ្វើមានទូនាទីដើរល្អអត់គឺទី1គឺខ្ញុំនឹង encode អត្ថបទនេះក្នុងនោះរួហើយខ្ញុំប្រាប់ tokenizer ឲ្យដាក់ special token ចឹងគឺដាក់ BOS ខ្ញុំគឺគ្រាន់តែគ្នាបអក្សរ S គឺគ្រាន់តែtag នេះ tag S ហើយនឹង n tag S អូខេបន្តមកទៀតគឺខ្ញុំនឹងប្រើប្រាស់ function decode ដែលខ្ញុំ ignore special token ចឹងមានន័យថាលេខមកប្រមាណមានលេខ0នៅក្នុងនោះសម្រាប់ BOS គឺយើងបញ្ចេញមកជា token ដែលត្រូវជាមួយនឹង BOS អូខេចឹងបើខ្ញុំ run ទៅដូចអ្នកទាំងអស់គ្នាឃើញហ្នឹងគឺសម្រាប់អត្ថបទដើមក្នុងនោះរួហើយសម្រាប់ពេលយើងធ្វើ function encode ហើយ decode មកវិញគឺយើងទទួលបានដូចដើមអញ្ចឹងគ្រាន់តែវាមាន special token បន្ថែមដោយសារតែកន្លែងនេះខ្ញុំដាក់ ignore special token ស្មើ false បើយើងដាក់ស្មើ true គឺវាបានដូចដើមវិញដូចគ្នាអូខេតមកទៀតគឺយើងកន្លែងនេះគឺខ្ញុំគ្រាន់តែមើលស្ថិតិថាតើ1 row ដែលខ្ញុំមានតន្ន័យនីមួយៗដែលខ្ញុំមានហ្នឹងតើអក្សរមានយ៉ាងច្រើនប្រមាណអក្សរអញ្ចឹងបន្ទាប់ពីខ្ញុំ run ទៅគឺយ៉ាងច្រើនមាន3អក្សរយ៉ាងតិចមាន3អក្សរសំទោសយ៉ាងតិចមាន3អក្សរយ៉ាងច្រើនមាន17អក្សរអូខេអានេះគឺខ្ញុំរាប់ដោយអត់ទាន់បន្ថែម special token ណាកន្លែងនេះខ្ញុំដាក់ special token smartphone មានន័យថាអត់បាន include BOS និង EOS ទេគឺអក្សរសុទ្ធបន្ទាប់ពីយើងបានរៀបចំជា tokenizer ហើយយើងអាចរៀបចំ data set របស់យើងដូចខ្ញុំបញ្ជាក់ពីខាងដើមមុនហ្នឹងរូបភាពគឺជា pil image អញ្ចឹងយើងត្រូវការ convert វាទៅជា tensor សម្រាប់ PyTorch អញ្ចឹងយើងនឹងប្រើប្រាស់ transform របស់ Torch Vision សម្រាប់អត្ថបទគឺយើងត្រូវការ convert វាឲ្យទៅជាលេខជា token ID អញ្ចឹងគឺខ្ញុំធ្វើនៅក្នុងនេះដែលសម្រាប់ការ encode គឺខ្ញុំត្រូវបន្ថែម special token គឺ BOS និង EOS អញ្ចឹងសម្រាប់ការ
បង្កើតទិន្នន័យយើងត្រូវការ transform សម្រាប់រូបភាពប្រើរូបភាពពី Pil image ទៅជា tensor object ហើយសម្រាប់ parsec model អ្វីដែលគាត់ធ្វើគឺសម្រាប់រូបភាពគឺគាត់មានប្រើប្រាស់រូបភាពដែលមានបណ្ដោយ128និងទទឹង32អញ្ចឹងនៅពេលដែលយើងទៅ say transform យើងត្រូវដាក់ទទឹងមុនអញ្ចឹងទទឹង32ហើយនិងបណ្ដោយ128អានេះគឺជាទំហំដែលរើសដោយ parsec model ហើយដោយសារតែខ្ញុំប្រើប្រាស់ image encoder របស់ parsec អញ្ចឹងខ្ញុំត្រូវរក្សា input dimension ឲ្យដូចគ្នាអញ្ចឹងគឺរូបភាពដែលបានមកខ្ញុំនឹង resize វាមកបណ្ដោយ128និងទទឹង32តទៅទៀតគឺជា torch vision ដែលត្រូវការកែវាទៅជា tensor ហើយនៅចុងក្រោយគឺយើង normalize អញ្ចឹង mean នេះគឺបានមកពីImageNet 1K សម្រាប់ធ្វើការ normalize រូបភាពរបស់យើងហើយ standard deviation ក៏ដូចគ្នាដែរក្នុងនេះខ្ញុំដាក់ transform train ផ្សេងហើយនិង transform សម្រាប់ valid ផ្សេងក្នុងន័យថាបើ model យើងអត់ស្រួលធ្វើ generalization បានល្អទេយើងអាចប្រើប្រាស់ data augmentation technique បានដូចជាយើងប្រើ transform color jitter បាទ color jitter ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅក្នុងវីដេអូ Vision Transformer Explain and Coded គឺយើងប្រើ data augmentation technique របស់ Torch Vision បានមានដូចជា color jitter អីជាដើមខ្ញុំអត់ធ្វើក្នុងវីដេអូនេះទេតែអ្នកទាំងអស់គ្នាអាចធ្វើបានគ្រាន់តែប្រហែលទេអូខេអញ្ចឹង transform យើងបង្កើតហើយបើដល់ទីនេះយើងអាចបង្កើតជា data set របស់យើងបានហើយដែលដំបូងខ្ញុំនឹង split data set ដែលខ្ញុំ load មកពី Hugging Face ហ្នឹងខ្ញុំនឹង split វា 0.2 សម្រាប់ test set ហើយនឹង 0.8 សម្រាប់ train set 0.2 ហ្នឹងគឺ2ភាគក្នុងចំណោម10ភាគនៃទិន្នន័យដែលខ្ញុំ load មកគឺប្រើប្រាស់សម្រាប់ test set ហើយនឹង8ភាគក្នុងចំណោម10ភាគដែលខ្ញុំ load ពី Hugging Face មកគឺខ្ញុំប្រើប្រាស់សម្រាប់ធ្វើការបង្ហាត់ model អត់មានអីពិសេសទេកន្លែងនេះយើងរ៉ានធម្មតាបន្តបន្ទៀតដើម្បីបង្ហាត់ AI យើងដោយសារតែយើងប្រើប្រាស់ Torch អញ្ចឹងយើងត្រូវការធ្វើ data collector សម្រាប់ data collector យើងគ្រាន់តែ re-implement function -call -dash ដែលក្នុងនេះ feature គឺជា batch នៃទិន្នន័យអញ្ចឹងយើងអ្វីដែលខ្ញុំធ្វើនៅទីនេះគឺខ្ញុំមើល batch គឺបានមកពី data set ខាងលើនេះខ្ញុំសូមរត់តិចអញ្ចឹងមួយធាតុនៅក្នុង batch គឺជា dictionary ដែលមាន key im tensor ហើយនិង key token id អញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែ save ខ្ញុំបង្កើត list សម្រាប់ទុកមួយ batch មួយទិន្នន័យហ្នឹងបន្តមកទៀតខ្ញុំធ្វើការ pad input token id ហើយនិង target token id សម្រាប់ text decoder គឺខ្ញុំ pad វាឲ្យមានតម្រង់ជាតង់សើដែលមានតម្រង់ cube ឬក៏ចតុកោណកែងអញ្ចឹងហើយដែលបើខ្ញុំត្រូវការធ្វើអញ្ចឹងគឺដោយសារតែដើម្បី run torch ដើម្បី load ទិន្នន័យបានគឺយើងត្រូវឲ្យទិន្នន័យមានតម្រង់ជាតង់សើបើមានតម្រង់ខុសពីហ្នឹងគឺអត់បានទេហើយខ្ញុំបានបញ្យល់នៅក្នុងវីដេអូ train your own speech language model speech recognition model ដែរចឹងបើអ្នកនរគ្នាត្រូវការបញ្យល់បន្ថែមអាចចូលទៅមើលវីដេអូហ្នឹងបានជាងកន្លែងនេះខ្ញុំគាត់ថា pad ឲ្យព្រោះអក្សរវាមាន3អក្សរ4អក្សរ5អក្សរអញ្ចឹង load មកអញ្ចឹងយើងត្រូវ pad បើវាមាន5អក្សរវែងបំផុតយើងត្រូវ pad អា3ឲ្យទៅ5អា4ទៅ5ដែរបន្ទាប់ពី pad ហើយយើងគ្រាន់តែ combine វាចូលគ្នាវិញហើយយើង return ទៅគឺចប់ហើយអញ្ចឹង data loader យើងមានប៉ុណ្ណឹងខ្ញុំអាចតេស្តមើល data loader របស់ខ្ញុំបានគឺខ្ញុំបង្កើត train loader ដែលខ្ញុំឲ្យ batch size មក2គឺ load តែ2ទិន្នន័យមកទេអូខេអញ្ចឹងដើម្បីទាញសាកមើលតាមម្ដុំគឺខ្ញុំប្រើ next iter នេះដើម្បីទាញយក batch តែមួយមក batch ហ្នឹងគឺមាន2រូបមាន2ទិន្នន័យអញ្ចឹងអ្នកទាំងអស់គ្នាឃើញគឺមានខាងក្រោមនេះគឺ2រូប3 channel ទទឹង32បណ្ដោយ128សម្រាប់token id យើងមាន input token មាន11ហើយនិង target token មាន12មាន11ដែរ
អូខេអញ្ចឹងយើងអាចតេស្តដូចជាប្រើប្រាស់ function decode យើងឃើញថាកន្លែងនេះវាមាន padding អីជាដើមហ្នឹងបន្ទាប់មកទៀតអ្វីដែលខ្ញុំនឹងធ្វើខ្ញុំជំរុញមកតិចបាទខ្ញុំអាចធ្វើមើលតេស្តមើលថាតើ text ដែលខ្ញុំ label ដែលខ្ញុំមានត្រូវគ្នាជាមួយនឹងរូបអត់អញ្ចឹងយើងគ្រាន់តែ plot រូបហើយដើម្បី plot គឺយើងធ្វើ reverse normalize វិញដោយសារតែនៅក្នុងនេះពេលយើងហៅ transform គឺយើង apply normalization អញ្ចឹងនៅពេលដែលយើង plot យើងត្រូវ reverse normalize វិញដើម្បីឲ្យរូបយើងវានៅចន្លោះ0ទៅ1អញ្ចឹងទើបយើងអាចប្រើ matplotlib.pyplot បានដើម្បីបង្ហាញរូបរបស់យើងអូខេបន្តមកទៀតគឺខ្ញុំនឹងទៅដល់កន្លែង prepare model អញ្ចឹងសម្រាប់ model អានេះគឺកូដដូចទៅនឹង parsec សុទ្ធតែម្ដងសម្រាប់ image encoder គឺយើងប្រើប្រាស់ vision transformer និង patch embedding ដែល implement ហើយស្រាប់នៅក្នុង PyTorch គឺយើងគ្រាន់តែហៅ timm.model.vision transformer គឺយើងអាច import អ្វីដែលយើងអាច import អ្វីដែលយើងចង់ import បានអញ្ចឹង setting ទាំង line នេះគឺដូចគ្នាបិទទៅនឹង parsec ហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺដោយសារតែខ្ញុំនឹងប្រើប្រាស់ weight ដែល train ហើយស្រាប់របស់ parsec នៅក្នុង image encoder ដែលខ្ញុំនឹងសរសេរចឹងឥឡូវយើងអាចតទៅមុខទៀតយើងដល់ text decoder សម្រាប់ text decoder គឺខ្ញុំនឹងប្រើប្រាស់ normalization layer មួយឈ្មោះថា RMS គឺ root mean square norm ចឹងខ្ញុំគ្រាន់តែកន្លែងនេះគឺ re-implement ដើម្បីឲ្យត្រូវ data type ទេហើយ linear នេះខ្ញុំ re-implement ឡើងវិញដោយសារតែក៏ដូចគ្នាដែរគឺដោយសារតែខ្ញុំពេលខ្ញុំបង្ហាត់ខ្ញុំប្រើ bfloat 16អញ្ចឹងខ្ញុំត្រូវការ rearrange function forward នឹងឡើងវិញតែនេះគ្រាន់តែតទៅជាមួយនឹងប្រភេទទិន្នន័យទេបើអ្នកទាំងអស់គ្នាអត់ប្រើយើងប្រើ torch.float 32តែម្ដងមិនបាច់ re-implement ទេអូខេយើងចូលមកដល់ text decoder អញ្ចឹងសម្រាប់ text decoder គឺយើងចាប់ផ្ដើមដំបូងគឺត្រូវមាន token embedding គឺសម្រាប់មើលថាតើអក្សរមួយឲ្យមកវាមានទីតាំងនៅកន្លែងណានៅក្នុង embedding space របស់យើងបន្តមកទៀតគឺ position embedding អញ្ចឹងខ្ញុំគ្រាន់តែបង្កើតវាជាលក្ខណៈ parameter យើងប្រើប្រាស់ embedding ក៏បានដែរខ្ញុំប្រើ parameter ហ្មងទៅតទៅទៀតយើងមាន drop out ហើយបើយើងមកដល់ encoder មកដល់ transformer layer គឺ multi head attention layer អ្វីដែលយើងចាប់ផ្ដើមដំបូងគឺ normalization អញ្ចឹង SA កន្លែងនេះ SA គឺ self attention ហើយ LN គឺ layer normalization ខ្ញុំប្រើប្រាស់ root mean square normalization បន្តមកទៀតខ្ញុំបង្កើត self attention layer ដែលប្រើ multi head attention របស់ PyTorch បន្តមកទៀតគឺយើងធ្វើ cross attention អញ្ចឹងសម្រាប់ cross attention យើងត្រូវមាន cross attention layer normalization មួយយើងត្រូវមាន cross attention ដែលជា multi head layer បន្តមកទៀតដូចក្នុងរូបនេះអញ្ចឹងគឺចឹង normal មិញខ្ញុំមកដល់នេះណាបន្តមកទៀតយើងត្រូវការ normalization មួយទៀតហើយនឹង MLP multi layer perceptron multi layer perceptron MLP យើងហៅ feed forward ហ្នឹងអញ្ចឹងយើងត្រូវការ layer normalization ខ្ញុំហៅ FFN LN dim feed forward ហើយនឹង feed forward ក្នុង feed forward classic ទេគឺយើងត្រូវមាន linear layer មួយសម្រាប់ project embedding space ទៅកាន់ space ធំជាងមុនយើងធ្វើ activation យើង project វាត្រឡប់មក residual stream វិញដើម្បីយើងធ្វើ residual connection ហើយយើងមាន drop out ទៅដោយសារតែ text decoder យើងមាន transformer decoder តែមួយ layer ទេអញ្ចឹងយើងអាចដល់ LM head តែម្ដងដែល LM head គឺនឹងកែប្រែបកប្រែ embedding feature ទៅជាអក្សរវិញ
ok មាន detail មកដែលខ្ញុំអត់បាននិយាយមិញគឺសម្រាប់ parsec គាត់ប្រើប្រាស់ text decoder មានតែមួយ layer ទេហើយ layer មួយហ្នឹង multi head attention មាន head ស្មើទៅនឹង2ដងនៃចំនួន head នៅក្នុង image encoder អញ្ចឹងកន្លែងនេះខ្ញុំគណនា n head ស្មើ2ដងនៃ config.n head ដែល config នេះគឺខ្ញុំនឹងសរសេរសម្រាប់ image encoder ហើយខ្ញុំនឹងបកប្រែវាមក text decoder ដោយធ្វើការគណនាបែបហ្នឹងអូខេខ្ញុំគិតថាតាមប៉ុណ្ណឹងមានអីបន្ថែមទៀតទេអញ្ចឹងក្នុង text decoder ដដែលសម្រាប់ forward function គឺយើងទទួលមក x យើងរាប់វាជា query xi គឺជា feature ដែលបានពី image encoder ហើយ target នេះតើយើងចង់គណនា loss ឬក៏អត់បើយើងឲ្យ target មានន័យថាក្នុង function យើងនឹង return logit ផងនិង loss ផងបើយើងឲ្យអត់ឲ្យ target ទេយើង return forward នឹង return តែ logit ទេអត់ return loss ទេអូខេអញ្ចឹងកន្លែងនេះ forward គឺដូចជា language model ទូទៅដែរយើងចាប់ផ្ដើមដោយធ្វើ token embedding គឺយើងបាន query មកយើងកែប្រែវាទៅជា token embedding បន្តមកទៀតយើងបង្កើតជា query ដែលយក token embedding បូកជាមួយនឹង position embedding កន្លែងនេះដោយសារតែខ្ញុំទៅ save វាជាលក្ខណៈ parameter តែម្ដងកន្លែងនេះក្នុងវីដេអូមុនដូចជា GB2 like អីចឹងខ្ញុំដាក់ embedding បែបនេះអញ្ចឹងខ្ញុំត្រូវ apply ត្រូវធ្វើ forward pass មួយសម្រាប់ post embedding ក្នុងវីដេអូនេះខ្ញុំចង់ដូរឲ្យវាប្លែកតិចណាបង្ហាញអ្នកទាំងអស់គ្នាថាយើងអាចធ្វើបានច្រើនវិធីសាស្ត្រអញ្ចឹងក្នុងនេះខ្ញុំប្រើ parameter ហើយអញ្ចឹងយើងមិនបាច់ធ្វើ forward pass ទេ parameter គឺជា weight ដែលយើងមិនបាច់គុណបើអីគឺវាមកដើម្បីយើងអាចប្រើយកតែម្ដងបានអញ្ចឹងគឺខ្ញុំកន្លែងនេះគឺខ្ញុំរក token embedding សរុបគឺយក token embedding បូកជាមួយនឹង position embedding បាន context បានគេហៅគេ embedding សរុបអញ្ចឹងហើយបន្តមកខ្ញុំ apply drop out មួយខ្ញុំបង្កើត mask មួយសម្រាប់ធ្វើ causal multi head self attention ឥឡូវអញ្ចឹងខ្ញុំបង្កើត mask ហើយយើងប្រើ torch 3u អញ្ចឹងទៅក្នុងវីដេអូមុនខ្ញុំបង្ហាញទាំងអស់គ្នាថាយើងប្រើ nn.transformer.generate submask ក្នុងវីដេអូមុនបង្ហាញអញ្ចឹងក្នុងនេះខ្ញុំបង្ហាញបែបអញ្ចឹងវិញចង់ប្រាប់អ្នកទាំងអស់គ្នាដូចគ្នាដែរសារគឺយើងអាចសរសេរបានច្រើនយ៉ាងហើយបើតាមបទពិសោធន៍គេបញ្ជាក់ថាវិធីសាស្ត្របែបនេះគឺវាលឿនសម្រាប់បង្កើត attention mask អូខេបង្កើត attention mask យើងមាន query embedding ហើយយើង apply យើងចូល multi head attention អញ្ចឹងដូចក្នុងរូបនេះអញ្ចឹងយើងចាប់ផ្ដើមដោយយើង save residual connection យើងទុកមួយអញ្ចឹងនៅខាងយើងមានមួយចេញមកក្រៅនេះអញ្ចឹងខ្ញុំហៅវាថាជា residual គឺ rest បន្តមកទៀតយើង apply multi head យើងមានបែកមកយើងធ្វើ normalization អញ្ចឹងខ្ញុំដូរ query ស្មើទៅនឹង normalization នៃ rest ខ្ញុំ apply multi head self attention អញ្ចឹងគឺ query ដែល normalize ហើយ function នឹង return latent space បន្ទាប់ពី apply multi head attention ហើយនឹង attention weight មកដល់ឡើយនេះគឺខ្ញុំធ្វើ residual connection អញ្ចឹងគឺត្រូវមួយបន្ទាត់ត្រូវមួយរូបនេះបើអ្នកទាំងអស់គ្នាមើលខ្ញុំមិនតាន់គឺកន្លែងនេះបន្តមកទៀតយើងមានមួយបំបែកមកធ្វើជា cross normalization ហើយបន្តមកទៀតយើង apply cross attention ទៅលើអ្វីដែលយើង normalize ហើយជាមួយនឹង image feature យើងទទួលបាន latent space មួយទៀតយើងមកធ្វើ residual connection ហើយបានយើងយកមួយទៅធ្វើ normalization ធ្វើ feed forward ហើយយើងធ្វើ residual connection វិញអញ្ចឹងមានតែមួយ layer សម្រាប់transformer layer មានតែមួយហ្នឹងទេបន្ទាប់ពីបានមកយើងមកដល់កន្លែងនេះបើសិនជាយើងមាន target មានន័យថាយើងគណនា loss អញ្ចឹងយើងធ្វើកន្លែងនេះ fully connected ពី embedding feature មកអក្សរ
ហើយយើងគណនា logic ទៅគណនា loss បានពី logic ទាំងអស់ហ្នឹងទៅហើយយើង return logic ហើយនឹង loss បើសិនជាអត់មាន target ទេអញ្ចឹងយើងគ្រាន់តែយើងដឹងថាគឺការហៅ call function មួយនេះគឺសម្រាប់ធ្វើ inference អញ្ចឹងខ្ញុំគណនាតែ token ចុងក្រោយគេទេអញ្ចឹងកន្លែងដកមួយនេះគឺយកតែ token ចុងក្រោយគេទេដែលយើងនឹង output ជា logic សម្រាប់ token ចុងក្រោយមួយហ្នឹងអូខេបន្ទាប់ពីប៉ុណ្ណឹងមកសម្រាប់ model config ដូចខ្ញុំបញ្ជាក់មុននឹងបន្តិចដែរគឺយើងសរសេរ config សម្រាប់ image encoder អញ្ចឹងយើងមាន image size យើងមាន page size and channel vocab size នេះគឺសម្រាប់ text decoder block size សម្រាប់ text decoder and layer សម្រាប់ image encoder តែក៏ដូចជា text decoder ដែរក្នុងន័យថា text decoder យើងយកតែមួយយើងស្គាល់អញ្ចឹងដល់ពេល and head សម្រាប់ image encoder ប៉ុន្តែយើងអាចគណនាសម្រាប់ text decoder របស់យើង and embed ជាដើម drop out ហើយនឹង boolean អូខេអញ្ចឹងខ្ញុំ run ប៉ុណ្ណេះយើងបានមកដល់ចុងក្រោយគឺសម្រាប់ OCR model របស់យើងអញ្ចឹងយើងមាន image encoder ហើយនឹង text decoder ដែលខ្ញុំហៅ encoder ហើយនឹង decoder នៅពេលដែលយើង forward function របស់យើងគឺយើងមាន image tensor ហើយ input token ហើយនិង target token អានេះគឺដូច model ភាសាដែលខ្ញុំត្រូវបង្ហាញហើយខ្ញុំមានបង្កើត function មួយទៀតឈ្មោះថា generate សម្រាប់ប្រើប្រាស់ក្នុងការធ្វើ test ចុងក្រោយនៅក្នុងវីដេអូនេះអូខេយើងបានប៉ុណ្ណឹងយើងបង្កើត config អញ្ចឹងសម្រាប់ setting មួយនេះគឺជា setting ដែលដូចទៅនឹង parsec យ៉ាង image size 32 128 32គឺទទឹង128គឺបណ្ដោយរបស់រូបហើយ page size parsec ក៏យក4ហើយនិង8រូបរបស់យើងគឺ RGB អញ្ចឹង channel មាន3 vocab size គឺចំនួន vocab នៅក្នុង tokenizer block size ដោយសារតែខ្ញុំដឹងហើយថាមិញហ្នឹងពេលយើង check បងប្អូនគ្នាទៅឃើញថាទិន្នន័យមានអក្សរយ៉ាងច្រើន17អញ្ចឹងបើថែម special token 2ទៀតឡើង19អញ្ចឹងខ្ញុំយក block size 32គ្រប់គ្រាន់ layer មាន12ដោយសារតែ layer សម្រាប់ image encoder មាន12សម្រាប់ setting tiny parsec គាត់យក head ស្មើ3សម្រាប់ image encoder ដែលមានន័យថា and head ស្មើ6សម្រាប់ text decoder ហើយ and embed parsec គាត់យក192អូខេអញ្ចឹងយើងមានប៉ុណ្ណឹងខ្ញុំអាច run អានេះបានយើងអាចធ្វើ test model ដែលយើងទើបតែបង្កើតមិញអូខេអញ្ចឹងខ្ញុំ run កន្លែងនេះគឺខ្ញុំទាញមកបាត់ចេញពី trend loader ដែលខ្ញុំបង្កើតខាងលើហើយខ្ញុំធ្វើ forward pass ខ្ញុំទទួលដែលខ្ញុំឲ្យ target ទៅដែរអញ្ចឹងខ្ញុំទទួលបានជា logic ហើយ loss បើខ្ញុំបាន logic ខ្ញុំអាចរកមើលអក្សរដែលត្រូវគ្នាដែលគ្រាន់តែប្រើ argmax dim ដកមួយអូខេអញ្ចឹងអានេះ prediction ចេញមក token ID 177អីគេចឹងទៅអញ្ចឹងឥឡូវបើខ្ញុំ run អានេះបន្តទៀតណាពេលយើង decode ទៅយើងបានប៉ុណ្ណេះអូខេយើងអាចបន្តទៀតបានអញ្ចឹងសម្រាប់ខាងក្រោមនេះបើខ្ញុំចង់ប្រើ function generate វិញអានេះគឺសម្រាប់បង្ហាត់ model យើងប្រើ forward pass តែនៅពេលដែលយើង deploy យើងប្រើ function generate អូខេអញ្ចឹងអត់មានបញ្ហាអីទេខ្ញុំគិតថាត្រឹមត្រូវហើយមកដល់កន្លែងនេះយើងអាច load weight របស់ parsec ចូលទៅក្នុង image encoder របស់យើងអញ្ចឹងយើងចាប់ផ្ដើមដោយ load weight ទាំងស្រុងរបស់ parsec tiny អញ្ចឹងយើងអាចប្រើ torch.hub.load static from URL អានេះគឺជា URL ដែលគាត់ឲ្យមកអញ្ចឹងក្នុងពេលយើង load មកវាមាន encoder ហើយនិង decoder អញ្ចឹងខ្ញុំអាចធ្វើចេះ print key អញ្ចឹងពេលមិញខ្ញុំ load ខ្ញុំទាញមកនេះទាញមកគឺជា static អញ្ចឹងវាមាន post query មាន encoder post query ហ្នឹងសម្រាប់ text decoder បើយើងយកត្រូវការទេអ្វីដែលយើងត្រូវការគឺ encoder អញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ថាបើសិនជាមាន encoder save អានឹងទុក
ហើយដោយសារតែរបស់ខ្ញុំធ្វើមកហ្នឹងគឺអត់មានខ្ញុំត្រូវដកពាក្យ encoder dot ហ្នឹងចេញដើម្បីឲ្យវា pair គ្នាជាមួយនឹង image encoder ដែលខ្ញុំបានសរសេរអញ្ចឹងកន្លែងនេះខ្ញុំ split ហើយខ្ញុំ remove ខ្ញុំយកទី1អូខេហើយ decoder គឺខ្ញុំ skip វាចោលដោយសារតែ decoder ខ្ញុំនឹង train from scratch គឺអញ្ចឹងមកដល់ឥឡូវនេះយើងអាច load បាន load weight ចូលទៅក្នុង decoder នៃ model ដែលខ្ញុំបានសរសេរបន្ទាប់ពី load ហើយខ្ញុំនឹង freezer encoder ហើយខ្ញុំ train តា decoder from scratch ទេកន្លែងនេះខ្ញុំរាប់ចំនួន parameter អញ្ចឹងយើង print មក encoder យើងមាន trainable យើងអត់មានទេដោយសារយើង freeze អស់ហើយ decoder យើងមានតែ6សែនជាងទេ parameter អញ្ចឹងគឺស្រួល train ហើយយើងប្រើ CPU ក៏បានដែរបើយើងរាប់ចំនួន parameter សរុបគឺយើងមាន6លានអញ្ចឹងឃើញវាតូចអញ្ចឹងហើយបាន parsec ហ្នឹងខ្ញុំគិតថាវា low state of the art ហើយវាយើងអាចប្រើនៅក្នុង edge device បានតែក្នុងនេះមិនមែន parsec ទេណាអ្វីដែលខ្ញុំសរសេរនេះ parsec គាត់មានភាពសាមញ្ញបន្ថែមទៀតនៅក្នុង text decoder អ្វីខ្ញុំសរសេរនេះគឺ simplify ដើម្បីឲ្យវាថាយើងចេះមុំយើងប្រើបានណាទីទាំងអស់គ្នាទៅអួតប្រាប់គេថានេះ parsec មែនទេនេះមិន parsec ទេអានេះ mini parsec អីហ្នឹងទៅវាតូចវាថាងាយស្រួល text decoder វាងាយស្រួលជាង parsec ដែលគាត់ធ្វើមកវាមានលក្ខណៈ complex ជាងគុណភាពខ្ពស់ជាងប៉ុន្តែយើងធ្វើក្នុងវីដេអូនេះដោយសារតែខ្ញុំប្រើ pre-trained weight នៃ image encoder របស់ parsec text decoder ខ្ញុំអាច simplify បានវាស្រួលបានស្រួលជាងហើយគុណភាពវាមិន on ប្រហែលទេអ្នកទាំងអស់គ្នានឹងឃើញក្នុងវីដេអូនេះអូខេអញ្ចឹងយើងបន្តទៀតអានេះខ្ញុំសេរី setting ហើយខ្ញុំដូរខ្ញុំបង្កើត trend loader ឡើងវិញដែលខ្ញុំឲ្យ batch size ស្មើទៅនឹង batch size ដែលខ្ញុំរើសអញ្ចឹងណាហើយ learning rate ទៅតាមហ្នឹងហើយខ្ញុំ train 5 epoch អីហ្នឹងទៅអានេះខ្ញុំនិយាយឲ្យច្រើននៅក្នុងវីដេអូមុនអញ្ចឹងខ្ញុំ run យកតែម្ដងទៅកន្លែងនេះគឺយើង run trend loop អញ្ចឹងវាដូចតែអ្វីដែលខ្ញុំធ្លាប់សរសេរនៅក្នុងវីដេអូមុនអ្នកទាំងគ្នាអាចចូលទៅមើលបានហើយអញ្ចឹងទៅអាចយល់ហើយខ្ញុំក៏បានបញ្យល់នៅក្នុងវីដេអូមុននៅក្នុងវីដេអូនេះមានអ្វីដែលថ្មីមួយទៀតគឺខ្ញុំប្រើ learning rate scheduler ដោយប្រើ one cycle របស់ torch ដែរអញ្ចឹងចំពោះការប្រើប្រាស់គឺគ្រាន់តែយើងចង់បញ្ជាក់ថាតើយើង schedule learning rate យើងបែបណាខ្ញុំថា one cycle ដែលមាន2ដំណាក់កាលអានេះខ្ញុំចង់ធ្វើដំណាក់កាលទី1គឺឡើងត្រង់ពីតម្លៃតូចណាមួយឡើងត្រង់ទៅដល់ maximum ហើយបន្តទៀតចុះមកជាលក្ខណៈ cosine អញ្ចឹងខ្ញុំត្រូវបញ្ជាក់ឡើយនេះឡើងត្រង់ដល់ណាអញ្ចឹងគឺ max learning rate ឡើងត្រង់ដល់ learning rate ដែលខ្ញុំបាន specify នៅកន្លែងនេះបន្តមកទៀតខ្ញុំត្រូវបញ្ជាក់ថាពេលចុះមកវិញតម្រងជាអីគេយើងអាចមាន linear ហើយនិង cosine កន្លែងនេះខ្ញុំយក cosine ខ្ញុំវាចុះមកវាចុះលក្ខណៈ cosine ទៅតម្លៃចុងក្រោយស្មើប៉ុន្មានតម្លៃចុងក្រោយនៅពេលដែលយើងចុះមកដល់ក្រោម iteration ក្រោមហ្នឹងស្មើប៉ុន្មានគឺខ្ញុំយកស្មើទៅនឹង learning rate maximum learning rate ចែកឲ្យ20អញ្ចឹង final divider factor ស្មើ20អានេះ percentage of the start ប៉ុន្តែអាហ្នឹងមិនខ្វល់ទេ total step អានេះយើងយកប៉ុន្មានក៏បានឲ្យវានៅចន្លោះពី0ទៅដល់1ហើយ total step តែ the whole cycle ហ្នឹងមានប្រហែល step កន្លែងនេះខ្ញុំប្រើពាក្យ step copy iteration ដែលខ្ញុំបានបញ្យល់ក្នុងវីដេអូមុនដែរបើនិយាយត្រួសទៅepoch គឺជាចំនួនដែលយើងឃើញទិន្នន័យសរុបអញ្ចឹងអាហ្នឹងចំនួន epoch មួយ epoch គឺយើងឃើញទិន្នន័យសរុបម្ដងមួយ step សម្រាប់ខ្ញុំមួយ step គឺការធ្វើ gradient descent ម្ដងគឺការធ្វើ back propagation ហើយ update weight ម្ដងចំណែកឯមួយ iteration គឺការឲ្យ model ឃើញទិន្នន័យមួយ batch ហើយសម្រាប់ក៏ប៉ុន្តែ batch ហ្នឹងមែនតើគឺ mini batch ទេហ
ហើយតាមមួយ batch ហ្នឹងមានប្រមាណតន្ន័យក្នុងនេះខ្ញុំយកមួយ batch មាន4តន្ន័យសម្រាប់ GPU អ្នកទាំងអស់គ្នាឃើញគឺ trend លឿនមែនទែនហើយយើងមកដល់ loss យើងបាន 0.73 អ្នកទាំងអស់គ្នាអាចបន្ត trend ណាបានលទ្ធផលល្អជាងហ្នឹងទៀតខ្ញុំជឿតែខ្ញុំធ្វើវីដេអូត្រឹមប៉ុណ្្នឹងទេកុំឲ្យវាវែងពេកពិបាកកាត់ខ្ញុំ remove verbs ចោលកន្លែងនេះ sorry ហ្នឹងហើយចឹងនេះគឺជាអ្វីដែលយើងបានទទួលបានបើសិនជាខ្ញុំទាញយកទិន្នន័យចេញពី validation loader មួយចឹងអ្នកទាំងអស់គ្នាឃើញអានេះអក្សរឃើញពីលើនេះគឺជាអ្វីដែល model predict មកហើយយើង decode វាអានេះគឺ ground truth ហើយអានេះគឺជារូបភាពអូខេចឹងទាំងអស់គ្នាឃើញហើយ model គឺគុណភាពមិនអន់ទេហើយវាតូចងាយស្រួលក្នុងការប្រើប្រាស់នៅក្នុង edge device យើងអាចធ្វើ final evaluation បានហើយក្នុងនេះគឺអ្វីដែលខ្ញុំធ្វើគឺស្តៀងទៅនឹងអ្វីដែលខ្ញុំធ្លាប់បង្ហាញនៅក្នុង train your own speech recognition model គឺយើង run មកយើង decode រូបភាពម្ដងមួយចេញអក្សរអីខ្លះយើង save វាទុកហើយបន្តមកទៀតយើងធ្វើការគណនា CER គឺ character error rate CER នេះបើវាកាន់តែតូចមានន័យថា model យើងកាន់តែខ្លាំងបាទអញ្ចឹងយើងឃើញហើយនេះ 0.32 គឺមានន័យថាmodel យើងខ្លាំងបើវា1មានន័យថា model យើងអន់ហើយបើយើងបន្ត fine tune មានទិន្នន័យច្រើនគឺ model យើងកាន់តែខ្លាំងទៅអូខេនេះគឺជាអ្វីដែលខ្ញុំ print ត្រួសសម្រាប់មើល label ចឹងអក្សរអង់គ្លេសក៏ត្រូវអក្សរខ្មែរក៏ត្រូវខ្ញុំមានកន្លែងញ៉ៃនេះមួយចំនួនអូខេចឹងយើងអាចមើលចង់មានន័យថាវាមិនទាន់ល្អពេញទំហឹងទេតែវាអាចទទួលយកបានអូខេចឹងខ្ញុំគិតថាយើងមានប៉ុណ្ណឹងសម្រាប់វីដេអូហ្នឹងខ្ញុំបន្ថែមបន្តិចនៅកន្លែង prepare data set ខ្ញុំចង់រត់ឡើងទៅលើបន្តិចកន្លែងខ្ញុំ prepare data set ពេលដែលខ្ញុំធ្វើ padding គឺខ្ញុំយក pad token យកមកដាក់សម្រាប់ target token នៅក្នុងវីដេអូ Whisper គឺខ្ញុំដាក់ដក 100ចឹងបងអ្នកទាំងអស់គ្នាឃើញហ្នឹងកុំចម្លែកនេះខ្ញុំដាក់ pad token ក៏បានដាក់ដក 100 ក៏បានគ្រាន់តែខ្ញុំដាក់ pad token ឡើងនេះពេលដែលខ្ញុំគណនា loss ខ្ញុំត្រូវ specify ignore index គឺស្មើទៅនឹង pad token pad id អូខេចឹងខ្ញុំមានទៅ say echo ទៅនេះក៏មានចម្លែកចានេះក៏ខុសដែរអានេះយើងទៅ say ចេះវិញ tokenizer.pad id អានេះធ្វើជាបានត្រូវខ្ញុំ say code ខុសបន្តិចអ្នកនរគ្នា tokenizer.pad id ខ្ញុំកែតែខ្ញុំអត់បានខ្ញុំកែកូដល្ងាចមិនខ្ញុំកែអត់ក៏ប៉ុន្តែដំបូងឡើងខ្ញុំដាក់ដក 100 បានខ្ញុំនឹកឃើញមិនទេខ្ញុំតែដាក់ tokenizer pad id ក៏ប៉ុន្តែមិននឹកឃើញមែនគ្រាន់តែចង់បង្ហាញទាំងអស់គ្នាថាយើងអាចធ្វើបានច្រើនវិធីហ្នឹងតែដល់ពេលអត់បានត្រៀមស្រួលបួលខុសខ្លួនឯងដែរបាទអញ្ចឹងយើងបានលទ្ធផលហើយតែនៅមាន load អានេះទៀតចឹងមានមួយរៀង load ចម្លែកអានេះតោះយើងមើល detect ទៀតតែជារួមទៅគឺគុណភាពវាល្អហើយអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំមានប៉ុណ្ណឹងអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការសរសេរកូដដើម្បីបង្កើតជា model សម្រាប់ធ្វើការស្គាល់អក្សរគេហៅថា OCR Optical Character Recognition
នៅក្នុងវីដេអូនេះគឺអ្វីដែលខ្ញុំធ្វើគឺសរសេរ text decoder from scratch ហើយសម្រាប់ image encoder គឺខ្ញុំប្រើប្រាស់អ្វីដែលគេ implement ហើយស្រាប់គឺ Vision Transformer នៅក្នុង PyTorch ហើយខ្ញុំ load pre-train weight របស់ Parsec សម្រាប់text decoder ខ្ញុំគ្រាន់តែកែ layer មួយចំនួនដូចជា layer normalization គេប្រើ layer normalization ខ្ញុំប្រើ root mean square normalization អញ្ចឹងខុសគ្នាបន្តិចហើយគុណភាពវាបានទៅតាមអ្វីដែលអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូនេះអញ្ចឹងហើយខ្ញុំជឿថាវាអាចមានគុណសមត្ថភាពខ្ពស់ជាងនឹងទៀតបើយើងបន្ត train ណាក៏ខ្ញុំបញ្ឈប់ដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូនេះវែងពេកតែអ្នកទាំងអស់គ្នាអាចបន្តបង្ហាត់វាបន្ថែមទៀតឲ្យមានច្រើនយើងបន្ថែម epoch ហើយនឹងបន្ថែម data augmentation technique ខ្ញុំជឿថាវាបានល្អជាងនឹងទៀតព្រោះវាបើមើលពី Parsec model ដើមគឺវាមានគុណភាពខ្ពស់មែនទែន state of the art អញ្ចឹងបងប្អូនអាចសាកមើលបាននៅក្នុងវីដេអូនេះខ្ញុំក៏បានបង្ហាញដែរអំពីការសរសេរ tokenizer សម្រាប់ធ្វើការកែប្រែអក្សរទៅជាលេខហើយនឹងពីលេខមកអក្សរវិញបើខ្ញុំបើកវងកញ្ចក់បន្តិចអ្វីដែលខ្ញុំបានធ្វើសម្រាប់ Whisper គឺយើងកែប្រែពាក្យឬក៏ subword ទៅជាលេខហើយយើងកែប្រែលេខមកជា subword ឬក៏ពាក្យអញ្ចឹងអ្នកនរគួរតែឃើញភាពខុសគ្នារវាង word ហើយនិង character នៅក្នុងនេះគឺសម្រាប់ character ទេហើយបើអ្នកទាំងអស់គ្នាស្គាល់អំពី CTC tokenizer connectionist temporal CTC ខ្ញុំភ្លេចពាក្យពេញបាត់ហើយអ្នកទាំងអស់គ្នាអាច implement CTC នៅក្នុងនេះបានដែរអញ្ចឹង tokenizer ដែលខ្ញុំសរសេរខ្លួនឯងមិញហ្នឹងបងប្អូនគ្នាអាចដូរ implementation ទៅជា CTC វិញបានអូខេអញ្ចឹងខ្ញុំគិតថាសម្រាប់អ្វីដែលខ្ញុំចង់ share ទាក់ទងជាមួយនឹង code មានប៉ុណ្ណឹងខ្ញុំចង់ចែករំលែកបទពិសោធន៍មួយទៀតទាក់ទងជាមួយនឹងការបង្ហាត់ image encoder from scratch នៅក្នុងOCR model នេះតែម្ដងខ្ញុំបានសាកអស់មួយអាទិត្យពេញខ្ញុំមិនដឹងថាខុសអីសាកអស់ច្រើនណាស់ចំណាយពេលច្រើនណាស់ដើម្បីយល់ទៅដំបូងគិតថាធ្វើអា model នោះ from scratch ដើម្បីថតវីដេអូហ្នឹង share ទៅអ្នកទាំងអស់គ្នាតែដល់ពេលខ្ញុំចំណាយពេលសឹងតែមួយអាទិត្យកន្លះពីរអាទិត្យដល់ព្រោះខ្ញុំត្រូវការចំណាយពេលអាន paper Parsec ហ្នឹងឲ្យយល់ហើយនឹង implement វាឡើងវិញហើយនៅពេលដែលខ្ញុំ implement បានសម្រេចទៅចឹងនិយាយថា architecture ត្រូវអស់ពេលដែលខ្ញុំបង្ហាត់វាគឺខ្ញុំជួបបញ្ហាមួយគេហៅថា attention collapse ហ្នឹងមានកើតឡើងនៅពេលដែល attention វាលែងដឹងថាវាគួរតែមើលកន្លែងណាអញ្ចឹងពេលយើងឲ្យ image មកមានប្រហែលឧទាហរណ៍មាន64 patch ចុះ64 patch attention collapse ហ្នឹងកើតឡើងមានន័យថា patch នីមួយៗហ្នឹងគឺវា pay attention ស្មើគ្នាទៅលើ page patch ផ្សេងទៀតអញ្ចឹងវាលែងដឹងថាវាគួរតែមើលអីវាចេញមកគឺវាបែកស្លុយគឺវានិយាយថាវាដឹងថាវាត្រូវយកចិត្តទុកដាក់ទៅលើ patch មួយណាទេអញ្ចឹងខ្ញុំសាកស្រាវជ្រាវមើលដែរគេឲ្យមើល attention គេឲ្យមើល entropy របស់ attention ខ្ញុំសាកមើលដែរប៉ុន្តែដូចជាអត់ទទួលបានលទ្ធផលល្អគឺបង្ហាត់ image encoder from scratch គឺពិបាកតែម្ដងហើយក៏ប៉ុន្តែ attention collapse ខ្ញុំប្រាប់ទាំងអស់គ្នាមិញហ្នឹងគឺយមន័យរបស់វា attention collapse គឺនៅពេលដែល token នីមួយៗមាន attention ស្មើគ្នាទៅលើ token ផ្សេងទៀតអ្វីដែលខ្ញុំរកអ្វីដែលខ្ញុំធ្វើនេះខ្ញុំ check entropy របស់ attention ហ្នឹងទៅខ្ញុំឃើញវាថាវានៅធំនៅឡើយទេខ្ញុំជឿថាវាមិនទាន់ collapse ទេប៉ុន្តែលទ្ធផលដែលខ្ញុំទទួលបានគឺវាអត់ល្អតែម្ដងគឺវាអត់កើតវាអ្វីដែលខ្ញុំទទួលបាន model ដែលខ្ញុំ implement from scratch ហ្នឹងគឺវា rely តែទៅលើ text ដែលវាបានបង្កើតទេដូចជា model ភាសាដែលអត់មានimage feature អញ្ចឹងពេលខ្ញុំបង្ហាត់ទៅអ្វីដែលខ្ញុំទទួលបានដូចជាខ្ញុំបរៀន model ភាសាមួយអញ្ចឹងវាអត់មើលវា ignore image ហ្មងហើយតែបើខ្ញុំនិយាយអញ្ចឹងគឺនៅលទ្ធផលដែលខ្ញុំទទួលបានខ្ញុំដាក់រូបអីទៅក៏ដោយក៏វាចេញតែអក្សរដដែលអញ្ចឹងមានន័យថាម៉េចសម្រាប់អ្វីដែលខ្ញុំយល់គឺវា ignore
រូបភាពចោលតែម្ដងគឺវាអត់មើលរូបទេវាមើលវាដឹងថាអត្ថបទវា generate ពីមួយទៅមួយហ្នឹងអីគេវាគិតតែប៉ុណ្្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់ share ទៅអ្នកទាំងអស់គ្នាកន្លែងនេះបទពិសោធន៍ផ្ទាល់ខ្លួនហ្នឹងគឺមូលហេតុដែលខ្ញុំប្រើ pre-train rate របស់ image encoder នៅក្នុងវីដេអូនេះគឺដោយសារតែមូលហេតុហ្នឹងគឺខ្ញុំបង្ហាត់ from scratch អត់ដើរសោះតែម្ដងហើយដល់ពេលខ្ញុំ check internet ទៅឃើញមានបញ្ហាមួយគឺ attention collapse ហើយអញ្ចឹងទៅមានន័យថាម៉េចមានន័យថាការប្រើប្រាស់ cross attention សម្រាប់ multimodal គឺมันងាយស្រួលទេខ្ញុំដឹងថា technique គេធ្វើម៉េចបានទទួលលទ្ធផលល្អទេខ្ញុំសាកច្រើនវិធីដែរដូចជាទី1ខ្ញុំបង្ហាត់ encoder freeze decoder ខ្ញុំទុកតែ alarm head របស់ decoder ទេឲ្យវាមាន gradient flow ខ្ញុំសាកអាហ្នឹងមានន័យថាខ្ញុំឆ្លាស់បង្ហាត់ encoder បន្តមកទៀតបង្ហាត់ decoder ហើយបន្តមកទៀតបង្ហាត់ room គ្នាលទ្ធផលដដែលអត់ល្អខ្ញុំបន្ថយ learning rate របស់ encoder ធំ learning rate របស់ decoder តូចលទ្ធផលចេញមកដដែលខ្ញុំមិនដឹងថាខុសអីគេអញ្ចឹងការបង្ហាត់ multimodal ការបង្ហាត់ transformer សម្រាប់ multimodal មិនងាយស្រួលទេអានេះចេញពីខ្ញុំទៅហើយក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់អ្វីដែលខ្ញុំបានធ្វើសម្រាប់ whisper model ដែរកាលនោះខ្ញុំបាននិយាយក្នុង train your own speech recognition model ថាខ្ញុំ train neo whisper from scratch ដោយ train audio encoder ឡើងវិញហ្នឹងគឺអត់បានសម្រេចហើយអ្វីដែលខ្ញុំសង្កេតឃើញគឺដូចគ្នាអញ្ចឹងការខ្ញុំបង្ហាត់ neo whisper from scratch ទាំងអស់វាដូចជា ignore audio អញ្ចឹងខ្ញុំឲ្យ audio សំឡេងអីទៅក៏វា generate text ដដែលមកដែរឥឡូវសម្រាប់ image encoder ខ្ញុំជួបបញ្ហាដដែលទៀតអូខេអញ្ចឹងខ្ញុំក៏ share បទពិសោធន៍ផ្ទាល់ខ្លួនទៅអ្នកទាំងអស់គ្នាអញ្ចឹងបទពិសោធន៍ខ្ញុំមានប៉ុណ្ណឹងហើយបើអ្នកទាំងអស់គ្នាមានជាគំនិតអីថាដោះស្រាយបញ្ហាហ្នឹងបានអាច comment ក្នុងវីដេអូហ្នឹងចាំមើលខ្ញុំសាកមើលអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណទាំងអស់គ្នាសម្រាប់ការតាមដាន